ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាកោះខាចដែលជាដីថ្មប្រប្រាស់ទឹកតូចមួយដែលបម្រើជាមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់គឺជាទីតាំងនៃការវាយប្រហារទម្លាក់គ្រាប់បែកដ៏សំខាន់មួយរបស់យោធាអាមេរិកកាលពីថ្ងៃសុក្រទី13ខែមីនាកោះនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់មន្ត្រីយោធាអាមេរិកបាននិយាយថាការវាយប្រហារទាំងនេះមានគោលដៅទៅលើកន្លែងផ្ទុកមីស៊ីលនិងមីនមន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រមានថាការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នរបស់កោះខាចនឹងបញ្ឈប់ប្រតិបត្តិការនៅមជ្ឈមណ្ឌលនាំចេញភ្លាមៗតែម្ដងលោកត្រាំបានបញ្ជាក់នៅលើបណ្ដាញសង្គម Truth Social ថាសហរដ្ឋអាមេរិកមិនបានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់កោះនោះទេប៉ុន្តែបានសន្យាថានឹងពិចារណាឡើងវិញភ្លាមៗនៅការសម្រេចចិត្តនេះប្រសិនបើអ៊ីរ៉ង់នៅបន្តជ្រៀតជ្រែកដល់ការឆ្លងកាត់របស់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដូច្នេះតើកត្តាអ្វីដែលធ្វើឲ្យកោះខាចនេះមានសារៈសំខាន់កោះខាចដែលជាកោះថ្មប្រប្រាស់ទឹកមួយនៅភាគខាងជើងនៃឈូងសមុទ្រ Perth មានទំហំប្រហែល 1/3 នៃទំហំសង្កាត់ Manhattan នៃទីក្រុង New York ហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់នៅមុនពេលសង្គ្រាមការនាំចេញប្រេងឆៅប្រហែល 90% របស់ប្រទេសនេះបានឆ្លងកាត់កោះនេះទឹកជ្រៅជុំវិញកោះនេះផ្ដល់នូវការអនុញ្ញាតចាំបាច់សម្រាប់នាវាដឹកប្រេងធំៗអាចចូលចតបានអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេមួយរបស់ពិភពលោកបានពឹងផ្អែកយ៉ាងខ្លាំងទៅលើកោះខាចដើម្បីនាំចេញប្រេងតាមសមុទ្រចាប់តាំងពីទសវត្សរ៍1960មកកោះនេះមានកន្លែងផ្ទុកនិងបង្ហូរប្រេងដែលភ្ជាប់ទៅកាន់វាលប្រេងនិងឧស្ម័នធំៗមួយចំនួនរបស់អ៊ីរ៉ង់ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធរបស់វានឹងធ្វើឲ្យអ៊ីរ៉ង់ឈឺចាប់និងប៉ះពាល់ដល់ទីផ្សារថាមពលសកលផងដែរតើកោះនេះមានសកម្មភាពមមាញឹកប៉ុណ្ណាដែរក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះស្ថានីយ៍នេះមានសមត្ថភាពផ្ទុកនាវាដឹកប្រេងធំរហូតដល់ចំនួន10គ្រឿងក្នុងពេលតែមួយសម្រាប់ការដឹកជញ្ជូនឆ្លងកាត់មហាសមុទ្រទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ចំនួន3ដំណើរការនៅលើកោះនេះរួមមានក្រុមហ៊ុនប្រេងអ៊ីរ៉ង់ Falat ដែលត្រូវបានចាត់ទុកថាធំជាងគេបង្អស់របស់ប្រទេសនេះប្រទេសចិនគឺជាអ្នកទទួលការនាំចេញដ៏សំខាន់ដោយទិញប្រេងតាមរយៈកងនាវាដឹកប្រេងស្រមោលដែលគេចវេសពីទណ្ឌកម្មរបស់លោកខាងលិចលើប្រេងអ៊ីរ៉ង់ការនាំចេញប្រេងទៅកាន់ប្រទេសចិនត្រូវជាប្រហែលជា 6% នៃសេដ្ឋកិច្ចអ៊ីរ៉ង់និងស្មើនឹងប្រហែលពាក់កណ្ដាលនៃការចំណាយសរុបរបស់រដ្ឋាភិបាលអ៊ីរ៉ង់បានផ្ដល់ប្រហែលជា 13% នៃការនាំចូលប្រេងរបស់ចិនដូច្នេះតើយើងដឹងអ្វីខ្លះអំពីការវាយប្រហារក្នុងពេលកាលពីថ្ងៃសុក្រកន្លងមកនេះបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងប្រេងរបស់អ៊ីរ៉ង់បាននិយាយថាការវាយប្រហារទាំងនោះមានទំហំធំសម្បើមនិងមានលក្ខណៈបំផ្លិចបំផ្លាញហើយបុគ្គលិករោងចក្រចម្រាញ់ប្រេងបានរាយការណ៍អំពីការផ្ទុះឥតឈប់ឈរជិត2ម៉ោងដែលបានធ្វើឲ្យកោះនេះរញ្ជួយដូចជារញ្ជួយដីមន្ត្រីជាន់ខ្ពស់រូបនេះដែលសូមមិនបញ្ចេញឈ្មោះបាននិយាយថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នរបស់កោះខាចនឹងបញ្ឈប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ជាបន្ទាន់នៅព្រឹកថ្ងៃសៅរ៍ទី14ខែមីនាបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហារទ្រង់ទ្រាយធំលើកោះនេះបានបំផ្លាញកន្លែងផ្ទុកមីនរបស់កងទ័ពជើងទឹកលេនដ្ឋានផ្ទុកមីស៊ីលនិងទីតាំងយោធាជាច្រើនទៀតប៉ុន្តែសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បាននិយាយផងដែរថាខណៈពេលដែលគោលដៅយោធាអ៊ីរ៉ង់ជាង90ត្រូវបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់កោះនេះត្រូវបានរក្សាទុកដោយមិនប៉ះពាល់អ្វីនោះទេមន្ត្រីយោធាអាមេរិកម្នាក់បាននិយាយថាប្រតិបត្តិការនេះបានកំណត់គោលដៅលើទ្រព្យសម្បត្តិដែលមន្ត្រីអាមេរិកបាននិយាយថាកំពុងត្រូវបានប្រើប្រាស់ដើម្បីបិទផ្លូវដឹកជញ្ជូនអន្តរជាតិនៅក្នុងច្រកសមុទ្រ Hormuz នៅចុងម្ខាងទៀតនៃឈូងសមុទ្រ
ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រដែលភ្ជាប់សមុទ្រ Persia ទៅនឹងសមុទ្រអារ៉ាប់ខាងជើងប្រហែល1/5នៃប្រេងរបស់ពិភពលោកធ្វើដំណើរឆ្លងកាត់តំបន់នេះទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានរាយការណ៍នៅរសៀលថ្ងៃសៅរ៍ថាការនាំចេញរបស់អ៊ីរ៉ង់មិនមានការរំខានអ្វីឡើយ